ឃើញគួងស្នាដៃចាយអត់ពុកម៉ែបងប្អូនកូនក្មួយឃើញហើយតំណងគួរឲ្យចង់ញ៉ាំមកនិយាយទៅចាយពីដើមឡើយមិនមែនជាអ្នកជំនាញឬប៉ាកែធ្វើម្ហូបអីទេប៉ាកែខាងទៅញ៉ាំអីនឹងក្រៅអីអញ្ចឹងណាញ៉ាំបាយហាងញ៉ាំអីអញ្ចឹងទៅរឿងធ្វើម្ហូបធ្វើបង្អែមធ្វើអីនេះគឺចាយអត់ចេះសតតែម្ដងតែនៅពេលដែលបានពូសងម៉ណៃហើយពូសងលុតដល់មកស្អីក៏ចេះដែរឥឡូវគេហៅថាស្អីក៏ធ្វើចេញដែរគាត់ថាឆ្ងាញ់ឬក៏មិនឆ្ងាញ់អញ្ចឹងណាថ្ងៃនេះមកចែករំលែកវិធីធ្វើទឹកត្រីតាមសំណុំពររបស់ពុកម៉ែបងប្អូនកូនក្មួយសូមអញ្ចឹងណាជាដំបូងចាយមានស្ករក្រហមចំនួន1ខាប់កន្លះពុកម៉ែបងប្អូនកូនក្មួយយើងចង់ដាក់ស្ករសក៏បានដែរបន្ទាប់មកទៀតគឺចាយមានទឹកក្តៅយើងចំនួន2ខាប់ចាយចាក់ចូលទៅខាងក្នុងស្ករនឹងអញ្ចឹងណាហើយយើងគួរច្បល់ឲ្យស្ករជាមួយទឹកនឹងវាលាយសព្វល្អមកហើយទុកមកលើសិនទុកឲ្យវារៀងចុះតិចវិញណាដោយសារទឹកផុនយើងនឹងគឺវាក្តៅហ៎អញ្ចឹងទៅយើងទុកឲ្យវាតិចសិនបានចាយចាប់ផ្ដើមដាក់ទឹកខ្មេះចូលទៅខាងក្នុងនឹងហើយទឹកខ្មេះគឺចាយមានចំនួន1ខាប់បន្ទាប់ពីចាយដាក់ទឹកខ្មេះរួចរាល់អស់ហើយគឺចាយក៏មានទឹកត្រីចំនួន1ខាប់ដូចគ្នាគឺចាយដាក់ចូលទៅខាងក្នុងហ្នឹងហើយយើងកូរច្បល់វាមកឲ្យវាសព្វមកគឺជាការស្រេចហើយពុកម៉ែបងប្អូនកូនក្មួយធ្វើតែប៉ុណ្ណេះហើយយើងដាក់ក្នុងទូញ៉ាំបានរាប់ខែនិយាយទៅហើយនៅពេលដែលយើងចង់ញ៉ាំគឺយើងដាក់ម្ទេសដាក់ខ្ទឹមសខ្ទឹមក្រហមឬមួយក៏ការ៉ុតអីតាមចំណង់ចំណូលចិត្តយើងណាធ្វើបែបនេះគឺទឹកត្រីយើងទុកបានយូរបើសិនជាយើងដាក់គ្រឿងអស់នឹងចូលទៅក្នុងទឹកត្រីគឺយើងទុកអត់បានយូរឯងវាឆាប់ខូចអីអញ្ចឹងទៅនិយាយទៅទឹកត្រីនេះគឺចាយធ្វើតម្រូវគ្រួសារចាយអញ្ចឹងណាមាត់គ្រួសារចាយគឺញ៉ាំរៀងផ្អែមបន្តិចអញ្ចឹងណាបើសិនជាពុកម៉ែបងប្អូនកូនក្មួយយើងចង់ញ៉ាំរៀងជូរបន្តិចយើងដាក់ទឹកខ្មេះឲ្យច្រើនជាងស្ករទៅគឺបានហើយនិយាយទៅភ្លក់តាមបេះដូងបើសិនជាពុកម៉ែបងប្អូនកូនក្មួយយើងលើកដំបូងអត់ដែលធ្លាប់ធ្វើទឹកត្រីទេឬមួយក៏ធ្លាប់ធ្វើដែរចេះតែអត់ត្រូវមាត់សាក់តាមវិធីចាយទៅគីឡូត្រូវមាត់អញ្ចឹងណាបើសិនជាយើងអត់មានអីវាស់យើងវាស់កូនចានក៏បានដែរយើងដាក់ទឹកត្រីមួយកូនចានស្ករមួយកូនចានកន្លះទឹកខ្មេះមួយកូនចានហើយនឹងទឹកសយើងនឹង2កូនចានទៅជាការស្រេចហើយឆែដាក់គួង2ចានខុសគ្នានឹងដោយសារអីសេគូគាត់អត់ញ៉ាំជីទេទៅពេលពូសងញ៉ាំជីគឺវិចផ្សេងគ្នាអញ្ចឹងណាកុំឲ្យលោកឡំហើយគួងចាយនិយាយទៅធំណាមួយប៉ុនក៏ដៃចាយ